សួស្តីអូខេបងប្អូនទាំងអស់គ្នាគឺចង់រៀនមួយសំណាងឯងហើយចង់ដឹងពាក្យមួយចំនួនដែលសំណាងបង្ហាញក្នុងថ្ងៃនេះអញ្ចឹងបើសិនបើចង់ដឹងកុំអានរំលងវីដេអូនេះអញ្ចឹងយើងចូលមើលវីដេអូនេះទាំងអស់គ្នាតើយើងបង្ហាញអំពីពាក្យអីខ្លះអូខេតោះឥឡូវសួរសំណាងសិនសំណាងថ្ងៃនេះគឺបង្ហាញប្រមាណពាក្យទៅបងប្អូនថ្ងៃនេះមានអូខេគាត់មាន4ពាក្យក្នុងការបង្ហាញជាខ្មែរទៅជាភាសាអង់គ្លេសណាអូខេអញ្ចឹងពាក្យទី1តាមខ្ញុំចាំឧទាហរណ៍ដូចជាអីគេបាល់ណាអូខេបាល់អូខេបាល់ពាក្យទី2ឡានក្រុងអូឡានក្រុងណាឡានក្រុងពាក្យទី3ពាក្យទី3ពីប៉ោអូពីប៉ោអូខេពាក្យទី3គឺពេតប៉ោអូខេចុះពាក្យទី4ពាក្យទី4ជាកៅអីកៅអីវែងណាកៅអីវែងគឺឬក៏ហៅថាបងអង្គុយបងអង្គុយអូខេអញ្ចឹងពាក្យទាំង4នេះតិចទៀតគឺបកគលឲ្យសំណាងបាទគាត់នឹងបង្ហាញពាក្យទាំងអស់ហ្នឹងតោះឥឡូវបងប្អូនគឺចូលទៅមើលទាំងអស់គ្នាណាតើពាក្យហ្នឹងគឺជាភាសាអង់គ្លេសគឺថាម៉េចខ្លះអូខេអូខេតើឥឡូវថ្ងៃហ្នឹងយើងរៀនពាក្យចំនួន4ទៀតណាបាទតើឥឡូវរូបភាពទី1គឺគេហៅថា ball គឺមានន័យថាបាល់បអាបាឡូបាតមួយបាល់អូខេណាតើឥឡូវយើង spell អំពី ball មើល spell មើលគឺ ball b a double l អានថា ball នេះគឺ ball អូខេមួយទៀតគឺរូបទី2គឺអូខេហ្នឹងចាំក្រោយតើរូបទី2 bus យ៉ាឡានក្រុង bus នេះគឺឡានក្រុងឡអាឡាណូឡានកជើងរកក្រកងក្រុងអូខេអានថាឡានក្រុងអូខេអញ្ចឹងឡានក្រុងនេះគឺអង់គ្លេសថា bus yeah bus spell b u s bus អូខេណាតើរូបទី3 balloon yeah balloon គឺយ៉ាពេញប៉ោងណានេះយ៉ាពេញប៉ោងបបលាពីពអេពេងងពេងបបលាពីពអោប៉ោងប៉ោងអូខេពេញប៉ោងណាពេញប៉ោងគឺអង់គ្លេសថា balloon អញ្ចឹងយើងសរសេរអក្សរ b a double l double o n អានថា balloon អូខេមួយទៀតគឺ bench yeah bench ប្រែថាកៅអីវែងអូខេនេះ bench ប្រែថាកៅអីវែងចាកអៅកៅអអីវអេវវងវែងកៅអីវែងអូខេ spell មក spell ពាក្យbench b e n c h អានថា bench អូខេតោះឥឡូវយើងមកឧទាហរណ៍តកតនឹង ball ណា ball នេះគឺបាល់តោះឥឡូវបើសិនបើយើងនិយាយថាខ្ញុំចូលចិត្តលេងបាល់អង់គ្លេសថាម៉េច I like to playing with the ball yes ចឹងប្រែថា I like playing with a ball ចឹងមានថាខ្ញុំចូលចិត្តលេងជាមួយបាល់អូខេលេងជាមួយបាល់ណាអូខេខ្ញុំចូលចិត្តលេងបាល់អូខេតោះឥឡូវមួយទៀតយើងឧទាហរណ៍តកតនឹង bus អូខេអញ្ចឹងអានប្រែថាឡានក្រុងតើឥឡូវយើងថាខ្ញុំទៅសាលាដោយសារឡានក្រុងណាឬក៏ខ្ញុំទៅសាលាដោយការជិះឡានក្រុងអញ្ចឹងអង់គ្លេសថាម៉េច I go to school by bus yes I go to school by bus អូខេណាតោះឥឡូវមួយទៀតគឺ balloon យើងឧទាហរណ៍តទៅនឹង balloon អញ្ចឹងបើសិនបើយើងនិយាយខ្មែរថាមានពេជ្រប៉ោងជាច្រើននៅកន្លែងកម្មវិធីដែលគេជប់លៀងនៅកន្លែងគេជប់លៀងនៅកម្មវិធីជប់លៀងហ្នឹងគឺមាន balloon ជាច្រើនបើថាមានប៉ាត់ប៉ោងច្រើនណាអញ្ចឹងអង់គ្លេសគេថាម៉េច
អង់គ្លេសថា there are many balloon at at the the party party yeah there are many balloon at the party អូខេណាតើឥឡូវយើងឧទាហរណ៍តកតហ្នឹង bench bench ប្រែថាកៅអី កៅអីវែងតោះអញ្ចឹងបើសិនបើយើងនិយាយថាអឺបរិសម្នាក់នោះឬក៏គាត់កំពុងតែអង្គុយនៅលើកៅអីវែងហ្នឹងអញ្ចឹងអង់គ្លេសគេថាម៉េចអង់គ្លេសគេថា he is sitting on the a bench yeah តោះ bench អូខេអានម្ដងទៀត he is sitting on a bench yes អញ្ចឹង he is sitting on a bench អូខេណា he is sitting on the bench sitting on a bench អូខេតោះអញ្ចឹងឧទាហរណ៍យើងប៉ុណ្ណឹងគឺអូខេអស់ហើយណាអញ្ចឹង goodbye បាទឥឡូវសួស្តីបងប្អូនបន្ទាប់ពីការបង្ហាញអំពីសំណាងរួចរាល់ហើយបងប្អូនមានចាំទេពាក្យដែលគាត់បង្ហាញមុនមិញហ្នឹងអញ្ចឹងក្មេងៗណាក្មេងៗបងប្អូនហ្នឹងគឺដើម្បីចេះភាសាអង់គ្លេសហ្នឹងគឺអានដដែលរៀនឡើងវិញណារៀនឡើងវិញហើយឡើងវិញទៀតណារៀនហើយរៀនទៀតហើយថាតាមនៅក្នុងវីដេអូដែលសំណាងគាត់បង្ហាញមុនហ្នឹងទៅណាដែលបង្ហាញនឹងមុនទៅគឺយើងចេះហើយអូខេអញ្ចឹងមុននឹងបញ្ចប់វីដេអូបាទសូមបងប្អូនជួយ subscribe ជួយ subscribe channel ផងណាជួយ subscribe channel ផងអូខេអញ្ចឹងសំណាងសញ្ញាកណ្ដឹងហើយនឹង like អូខេចុចសញ្ញាកណ្ដឹងហើយនឹង like ឲ្យសំណាងផងណាអូខេអញ្ចឹងសំណាងនឹងធ្វើវីដេអូបង្ហាញទៅគេទៅមិត្តភ័ក្តិទាំងអស់គ្នាបន្តទៀតអូខេឥឡូវមកមើលកូនណាអូនេះកូនណាកូននេះគឺដេកហើយឥឡូវដេកហើយកូននេះដេកបាទអញ្ចឹងថ្ងៃហ្នឹងគឺបង្ហាញវីដេអូប៉ុណ្ណឹងឯងអញ្ចឹងសំណាងយើងមានអីផ្សាយទៀតទេអត់មានទេណាអញ្ចឹងគ្រាន់តែផ្សាយថាជួយ subscribe channel ជួយចុចសញ្ញាកណ្ដឹង ហើយនឹង like អូខេបាយ